គេទៅប្រាសាទដែលពពាក់បរោះរបស់យើងដែលបន្សល់ទឹកអយគឺថាអស្ចារ្យខ្លាំងណាស់មែនតើបងប្អូនហើយប្រាសាទនេះដែរគឺជាប្រាសាទតាព្រំដែលមានដើមឈើដុះធំធំពីលើប្រាសាទតែម្ដងជម្រាបសួរក៏ដូចជាសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាហើយថ្ងៃនេះដែរខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅទស្សនាប្រាសាទតាព្រំបាទហ្នឹងហើយតាមផ្លូវនេះដែរក៏ខ្ញុំបានចូលប្រាសាទគឺរៀងឆ្ងាយដែរទម្រាំតែដល់ប្រាសាទហើយក៏មានខាងគាត់លេងភ្លេងខ្មែរហើយក៏តាមផ្លូវគាត់ថាដើមឈើដុះមកសុបទ្រុបគឺថាជាយើងអត់មានក្តៅអីទេហើយចំណែកដើមឈើក៏ធំហើយបណ្ដោប្រាសាទនេះដែរឃើញថាដើមឈើដុះពីលើប្រាសាទគឺថាពិតជាស្រស់ស្អាតហើយក៏ពពាក់បរោះរបស់យើងតែបន្សល់ទឹកអុយគឺពិតជាអស្ចារ្យខ្លាំងណាស់មែនតើសូម្បីតែដើមឈើធំដុះពីលើប្រាសាទក៏ពិតមែនតែគ្រឹះប្រាសាទទៅនឹងប្រាសាទគឺថានៅតែរឹងមាំនៅតែល្អស្អាតខ្លាំងមែនហើយអ្វីដែលខ្ញុំថតនេះមិនមែនថាអត់មានភ្ញៀវទេសចរឬមួយក៏អត់មានអ្នកណាទៅមើលទេគឺថាខ្ញុំទៅពេលនេះគឺថាទៅពេលព្រឹកអ្នកនរគ្នាខ្ញុំទៅប្រហែលជាខ្ទង់ម៉ោង6ម៉ោង7អីហ្នឹងដោយសារតែទៅមុនគេតែម្ដងព្រោះអីខ្ញុំទៅហ្នឹងគឺទៅចំថ្ងៃចូលឆ្នាំថ្ងៃទី2ទី3ហ្នឹងគឺថាមនុស្សច្រើនបុកសរុបទៅច្រើនមែនតែមិនឆ្លៀតទៅពេលព្រឹកទេប្រហែលជាស្ទះនៅហ្នឹងគឺអត់បានចាញ់ទេបន្ទាប់ពីខ្ញុំមើលប្រាសាទមើលអីអស់ហើយគឺថាជិះចំចាញ់ទៅវិញហ្នឹងគឺថាមនុស្សចាប់ដើមបុកមកនេះនេះមកបដើហើយពិសេសពេលខ្ញុំចាញ់ទៅវិញទៅហ្នឹងគឺថាមនុស្សច្រើនហ្មងគឺថាបុកមកតម្លងហើយក៏តាមផ្លូវក៏រៀងស្ទះតិចដែរទម្រាំបានចេញទៅវិញអញ្ចឹងទៅទស្សនាប្រាសាទផ្សេងហើយចំណែកវីដេអូនេះគឺខ្ញុំគឺថាថតឲ្យបានច្រើនទេដល់នេះដោយសារតែត្រូវការទៅទស្សនាប្រាសាទផ្សេងច្រើនទៀតហ្នឹងហើយក៏សេវថ្មដែរពេលយើងទៅមើលអស់ថ្មអញ្ចឹងយើងថតតិចដើម្បីចែកជូនបងប្អូនទស្សនាជាចុងក្រោយក៏អរគុណច្រើនអ្នកនេះសម្រាប់ការទស្សនានៅវីដេអូនេះរាល់ពាក្យសម្ដីដែលខ្ញុំនិយាយទៅមានការខុសឆ្គងភ្លេចកន្លែងណាក៏សូមអធិស្ឋានទាំងអស់គ្នាអរគុណច្រើនបាយបាយ